ឆ្ងាញ់មែនតើបងប្អូននេះទិញទៅយងចែកមួយ500អីទៀតទេណស្រាយគួរអីនេះស្រាយគួរយើងហ្នឹងខ្ចីហ្នឹងយកទៅល្មមអានហើយចាឥឡូវធ្វើការដាក់ប្រហុកចូលបងប្អូនហើយសាខ្ញុំមានសម្ដីរំខានតិចឯងម្នាក់ហ្នឹងគឺជាកូនប្រុសដ៏សែនកោរបស់ខ្ញុំចាដាក់ប្រហុកចូលហើយយើងល្បាយបែបនេះទៀតបងប្អូនចាបងប្អូនចុងក្រោយយើងធ្វើការដាក់សាច់គោយើងចូលបងប្អូនអូយល្អមែនតើនេះគាត់តែឃើញរៀបទាំងមាត់បាត់ហើយហ្នឹងបងប្អូនតោះមកហូបផងយើងធ្វើការច្បល់ឲ្យសព្វគ្រឿងមកហើយសម្រាប់គ្រឿងមិញខ្ញុំដាក់ទៅហ្នឹងល្មមហ្នឹងបងប្អូនចឹងយើងច្បល់ឲ្យសព្វអូល្អមែនតើណាឈ្ងុយប្រហុកទៀតហ្នឹងណាចាបងប្អូនយើងធ្វើការដាក់ហាន់មកអមបងប្អូនចាបងប្អូនឥឡូវយើងធ្វើការដួសដាក់ចានទៅព្រោះអីឃ្លានដែរបងប្អូនចាតំណងនេះអូឆ្ងាញ់មែនទែនបងប្អូននេះឡើងក្រហមឆ្អិនឆ្អៅអេមែនមកហូបមួយមុខហ្នឹងណាពុកម៉ែបងប្អូនដឹងតែបាយអស់ពីឆ្នាំងទៀតហើយញ៉ឹងហ្នឹងហ៎ចាយើងធ្វើការដាក់គៀនសាច់គោយើងមកងាយស្រួលក្នុងការហូបបងប្អូនបាទបងប្អូនមកភាសាបាយជាមួយនឹងខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹងមានទូឯកក្មេងផងខ្ញុំគឺកាមេរ៉ាវូមែនផងខ្ញុំគាត់មកហូបបាយជាមួយដែរបងប្អូននេះតំណងមែនតែនហ្មងណាចាខ្ញុំប្រកបជាមួយបន្លែស្រស់ៗផងយើងមកបងប្អូននេះបងប្អូននេះហើយមែនតែនបងប្អូនគឺទៅហៅហ្មងហ្នឹងអត់តោះបាយបាយបងប្អូនអរគ្នាអរគុណដែលតាមដានវីដេអូបងប្អូនរហូតដល់ចប់អរគុណបាយបាយ